លោកវិញអបផងដែលបានខ្លាចជាប្រមុខគ្រួសារវិញថ្ងៃក្រោយសូមលោកជួយខ្ញុំផងគ្រួសារវិញគ្រាន់តែចេញពីទាហានធម្មតាទេពួកលោកមានឋានៈធំថ្លៃថ្នូរពួកលោកមានអីឲ្យពួកយើងជួយនោះលោកវិញលោកនិយាយចឹងមិនសមទេនៅក្នុងប្រទេសនេះមានគ្រួសារណាមួយខ្លាំងនោះមានតែគ្រួសារវិញទេដែលខ្លាំងគ្មានពីរសូម្បីតែគ្រួសាររាជវង្សខឺក៏មិនស្មើលោកដែរលោកនិយាយពីយើងមែនទេកន្លែងមនុស្សតូចទាបទីនេះពិតជាស្អុយម៉ាត់ឯងគ្រាន់តែជីពួករាជវង្សអត់បានកាត់ទេព្រះនាងពិតប្រកបនៅរមមិនទាន់ឃើញនៅឡើយទេឯងកុំគិតថាខ្លួនឯងអស់ចាប់ពេកឯងក៏គ្រាន់តែជាពួកតែហ៊ានចាំទ្វារទេឯងមើលរបស់ឯងឲ្យល្អទៅកុំធ្វើឲ្យបាត់ឲ្យសោះព្រះនាងខ្ញុំបន្លំខ្លួនចូលមកដើម្បីប្រកល់វាឲ្យទៅនាងម៉ែថ្ងៃនេះទៅតែទិញទៅប្រាំបាយជូរមកមកភ្លុំមកទិញប៉ែមទិញប៉ាភ្លុដែរទិញមកកូនស្រីញ៉ាំមួយដែរទិញកូនស្រីឆ្នាំនេះអាយុ22ឆ្នាំហើយនៅចាំសម្ដីរបស់ទូតបានដែរទីងបំភ្លេចឋានៈជាម្ចាស់ក្សត្រីហើយប្រើជីវិតតូចទាបទៅណាំងចាំបានខ្ញុំគឺជាក្សត្រីជវងដែលត្រូវគេបដិសេធជាម្ចាស់ក្សត្រីដែលគេបំភ្លេចតាំងពីក្មេងមកបើបាននាំខ្ញុំចេញពីរាជដំណាក់នោះប្រើជីវិតបែបជាមនុស្សធម្មតារហូតមកកូនស្រីតើនៅមានរឿងមួយទៀតដែលម៉ាក់មិនទាន់ប្រាប់ឯងតាមការពិនមិនមានអ្វីមួយយ៉ាងចង់ប្រាប់កូនតាមពិតនោះគឺម៉ាក់កាត់អីហ្នឹងម៉ាលោកប៉ាពួកថោកទីមលាក់ខ្លួននៅទីនេះស្មានថាយើងរកមិនឃើញមែនទេគ្រាន់តែជាម្ចាស់ស្ត្រីអត់បានការដែលធ្វើឲ្យម្ចាស់បងវ័យនឹកនាងរហូតធ្វើមនុស្សថោកទីមឯងមិនស័ក្តិសមរស់នោះទេនៅពេលនាងស្លាប់ម្ចាស់បងលីនឹងខ្លាចជារបស់យើងខើបងប្រឹងមកកបាំងមកទីនេះបងប្រឹងមកកបាំងមកទីនេះឃើញនាងនៅកន្លែងពិធីជប់លៀងត្រកូលវិញក៏បានដឹងថានាងមកបង្ករឿងទៀតហើយខ្ញុំមិនដឹងទេសៀវយីខ្ញុំប្រាប់នាងច្រើនដងហើយគ្មានអ្នកណាជួយទទួលខុសត្រូវវាគឺជាបរាជ័យដៃរបស់នាងត្រូវតែស្អាតទើបល្អជាងយើងទៅអ្នកប្រុសហេតុការណ៍នេះកើតភ្លើងឆេះរៀបដល់ដីគ្មានសេះសល់អ្វីបន្តិចមិនហើយចៅវាយគ្មានសល់សំបីតែស្លាកស្នាមបន្តិចនៅកន្លែងកើតហេតុមានតែសពបាម៉ាក់ធររបស់ព្រះនាងរឿងរបស់សៀវឈៀនអ្នកបាត់បង់ជីវិតមានរហូតដល់ទៅ3នាក់តាំងចិត្តបំភាន់ភ្នែកពួកឲ្យឃាតករគិតថាគេធ្វើបានជោគជ័យហើយយ៉ាងម៉េចក៏ដោយត្រូវតែរកព្រះនាងឲ្យឃើញបាត់យល់ហត់ស៊ឺយ៉ាងតើនាងនៅទីណាឲ្យប្រកាស
លើមកថារបស់ទាំងអស់នឹងនៅក្នុងបន្ទប់ក្រោមដីគ្រូសាវ័យលំបន្ទប់ក្រោមដីគ្រូសាវ័យនេះពួកគេកំពុងតែនិយាយពីរបស់ពាក់ព័ន្ធដែលម៉ាក់ខ្ញុំឲ្យរកមែនអីកូនស្រីកូនស្ដាប់ម៉ាក់ហ្នឹងម៉ាក់មិនមែនជាបាបបង្ការរបស់កូនទេនៅបន្ទប់ក្រោមដីគ្រូសាវ័យមានឯកសារសំខាន់មួយច្បាប់កូនត្រូវរៀនទេម៉ែឲ្យតកោជួយត្រូវខ្ញុំដុតសម្លាប់តាំងពីយូរមកហើយសៀវអ៊ីពេលខ្លះនេះកាន់តែខូខើឡើងហើយដែលគ្មានអ្នកណាអាចព្រឹបនឹងនាងបានទេត្រឹមតែជាសត្វចង្លេនសិនមិនសមឲ្យខ្ញុំគិតខ្វល់អីទេខើអ៊ីជីវិតមនុស្សពីរនាក់អ្នកបាច់ចេះនិយាយប្រមាថងាយៗយ៉ាងនេះនឹងធ្វើស្អីនឹងសំតខ្ញុំគ្មានចេតនាទេសំទោសអញ្ចឹងហ៎តែមិនខ្វល់ថានាងមានចេតនាឬអត់ទេឲ្យតែអ្នកណាធ្វើបាបសៀវអ៊ីខ្ញុំគឺមិនលើកលែងឲ្យសំបីតែម្នាក់ឈប់ភ្លាមបងប្រឹងនេះនាងនេះបានចេះទឹកលើខ្ញុំនេះមិនបានចឹងទេមិនណាខ្ញុំគ្រាន់តែដែលមិនប្រយ័ត្នទេនិយាយតែផ្ដាស់ស្អីនេះនាងមានចេតនាច្បាស់ហ្នឹងខ្ញុំពិតជាស្ពឹកចំពប់ជើងមែននាងគឺជាអ្នកណាអបកាត់ទេនាងស្អប់ខ្ញុំស្អីមែនទេខើអ៊ីតែលើលោកនេះសេចក្តីស្អប់ដ៏ពុះពោលខ្លាំងបំផុតគឺទីមិនបាននឹងការស្អប់ដែលនាងសម្រាប់ឪពុកម្ដាយខ្ញុំឡើយខ្ញុំពិតជាចំពប់ជើងមែនបើនាងមិនជឿទេនាងមើលទេសួយហើយឲ្យខ្ញុំសុំទោសផងដែលបងស្រីរបស់ខ្ញុំមិនដឹងអីមិនអីទេបងប្រឹងមកកាប់បងតែសុំទោសមនុស្សថាទៀតអញ្ចឹងបានហើយឬក៏ថាស្អែកអូនចង់ឲ្យមនុស្សទូទាំងក្រុងដឹងថានៅនឹងត្រកូលខើធ្វើបាបមនុស្សទីទាល់ហើយសៀវអ៊ីបងធ្លាប់ប្រាប់អូនហើយតើឲ្យចេះប្រយ័ត្ននឹងសមាជិកភាពខ្លួនខ្ញុំដឹងហើយថាពួកយើងគឺជាអ្នកតំណាងឲ្យមុខមាត់ត្រកូលខើយើងតាមពិតទៅជាវ័យឈៀងស្រឡាញ់អូនដល់ម្លឹងផងតែមានរឿងខ្លះមិនចាំបាច់ឲ្យគេជួយអូនទេអ្នកណាតែខ្វះថាគេស្រឡាញ់ខ្ញុំទេបើមិនមែនដោយសារបងវៃលីទេខ្ញុំមិនខ្ចីយកភ្នែកមើលគេផងនេះអូនស្រឡាញ់វៃលីដល់ម្លឹងអីប្រកាសណាស់ខ្ញុំតែសម័យថារៀបការជាមួយគាត់រហូតបើសិនជាគ្មានគាត់ទេខ្ញុំសុខចិត្តស្លាប់វិញល្អជាងវៃលីខ្ញុំរំស្គប់ឲ្យល្អបំផុតជាងនេះដើម្បីសម្រាប់ពួកគេដល់ផ្ទាល់ដៃនេះតើបងយ៉ាងម៉េចហើយកុំខ្វល់នឹងខ្ញុំចាំខ្ញុំមើលឲ្យបងចាំខ្ញុំរំវាឲ្យបងចឹងបងប្រឹងគ្រាន់ចុះទៅយកឯកសារនៅក្នុងបន្ទប់ក្រោមដីនឹងរឿងសំសក់នាងខើអ៊ីនោះគឺសុទ្ធតែផ្ដោតសំខាន់ទៅលើវៃលីតែម្នាក់អូនហេតុនេះត្រូវតែប្រែខ្លួនទៅតាមចំណង់ចំណូលចិត្តរបស់គេឲ្យគេធ្លាក់លងស្នេហ៍ខ្ញុំនឹងធ្វើឲ្យនាងខើអ៊ីភ្លុករសជាតិនៃការបាត់បង់ស្នេហាម្ដងថាក៏ត្រូវតែតាមរកឪពុកម្ដាយបង្កើតរបស់ខ្ញុំមកឃើញដែរលោកថាកែនេះគឺជាប្រាក់បណ្ដាក់ទុនសម្រាប់ផែនការ3ខែក្រោយទៀតដាក់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននឹងទៅក្នុងទម្រង់ជាទ្រព្យបញ្ចាំទៅហើយចំណុចដែលបន្តមាននៅអនាគតនឹងខ្លាចជាដើមទុនហើយបាទលោកថាកែនេះគឺជារបាយការណ៍ហិរញ្ញវត្ថុនៃក្រុមហ៊ុនពាណិជ្ជកម្មឯបរទេសរឿងបែបនេះក៏ចេះតែយកមកឲ្យខ្ញុំមើលដែរលោកថាកែពួកយើងក៏គ្មានវិធីពីរឿងគ្រួសារវ័យចរចាជាមួយពួកយើងពីរឿងមកផលប្រយោជន៍នេះបាទគ្មានវិធីចង្រៃយកស្អីហើយពួកគេឲ្យមកខ្ញុំនឹងនិយាយជាមួយពួកគេដោយខ្លួនឯងបាទឈប់សិនតាមរកយូរយ៉ាងហ្នឹងហើយព័ត៌មានស្អីក៏គ្មានបានដែរទៅរកបែបស្អីហ៎លោកកែនាយកសុំលោកមើលនេះបន្តិចទៅ1 2 3 ឈុំប្រាស្និតយកកាហ្វេពេញនិយមរបស់គេ
មកតេទីចំណាប់អារម្មណ៍របស់គេទេលទ្ធផលបានសម្រេចហើយខ្ញុំគឺសស្ដាកេនយុងខ្ញុំហោយាអាជាចំនួនការទៅចូលថ្មី អូយេចាប់ពីថ្ងៃនេះទៅនាងបានធ្វើជាចំនួនការផ្ទាល់ខ្លួនខ្ញុំលោកកែនយុរឿងនេះមិនអាចចេះតែសម្រេចបានទេអញ្ចឹងឲ្យខ្ញុំទៅធ្វើអីវិញទៅលោកកែនយុរឿងដែលលោកឲ្យខ្ញុំបានទៅតាមស៊ើបនោះពេលនេះខ្ញុំបានស៊ើបបានហើយយេតាមពិតជាឈ្មោះខ្លាំងៗម្ដងនាងទេម្យ៉ាងទៀតនឹងប្រហែលជាព្រះនាងម្ចាស់ទៀតផងប្រហែលខ្ញុំចង់ឲ្យឯងទៅរកឲ្យច្បាស់ 100% បាទលោកវៃមើលសុភាពលោកដូចជាមិនស្រួលសោះលោកខើមានការអីសំខាន់ឬការដែលខ្ញុំមិនគឺចង់បញ្ជាក់បន្ទិញគ្រួសារវៃរបស់លោកចង់យកគម្រោងនេះទាំងដែលខ្ញុំបានរើសយកមុនហើយនេះលោកមិនគិតក្រែងរអាខ្លាចបន្តិចទេបណ្ដៃទេអញ្ចឹងលំដាប់ខ្ញុំត្រកុលវៃហើយនឹងហើយវាដល់ទៅត្រកុលខើវិញអញ្ចឹងបើអញ្ចឹងល្អហើយសង្ឃឹមថាលោកវៃនឹងធ្វើមែនចុះមិនក៏នឹងមកទីនេះអញ្ចឹងកុំគិតថាបដូរការស្លៀកពាក់ឲ្យខ្ញុំមើលមិនស្គាល់អីសោះលោកកំពុងតែនិយាយពីអីខ្ញុំស្ដាប់មិនយល់ទេអាណាគេវើយចេញអាណាគេវើយចេញអាណាកាហ្វេដាក់ไปในកាហ្វេកំពុងអស់ហើយចាំខ្ញុំទៅយកឲ្យលោកមួយកៅទៀនឈប់សិនតែប៉ុណ្ណឹងក៏បានដែរឡើងហើយចេញចាប់ពីថ្ងៃនេះតទៅខ្ញុំគឺជាសេនារបស់ព្រះនាងជួយនិយាយហើយនេះគឺជាក្រសង្កលរបស់សេនាពេលនេះតទៅដូចជាមនុស្សរបស់ខ្ញុំហើយព្រះនាងពិតជានាងមែនទេមានខ្ញុំនៅហើយគឺខ្ញុំមិនឲ្យនរណាធ្វើបាបព្រះនាងបានទៀតទេមានឯកសារអីធ្លាក់មកទេលោកថាកែដឹងហើយទៅវិញចុះលោកថាកែឯកសារដែលលោកចង់បាននឹងគឺជាអ្វីទៅរឿងអស់នឹងមិនចាំបាច់ឲ្យឯងមិនដឹងឮទេបាទលោកថាកែមិនអីទេបាច់ក្តៅនេះចាំមិនចាំខ្ញុំជួយនឹងតែក្រៅជុំខ្ញុំក្តៅមកខ្លាំងនេះ
ឯងថាតែមើលបើឃើញអ៊ីនឹងបានឃើញវាហើយតើនឹងមានប្រតិកម្មយ៉ាងម៉េចទៅហ៎ វៃឈិងភាពយន្តមនុស្សធំនេះតើវាល្អមើលដែរទីងខ្ញុំអត់ឃើញវៃឈិងលុចចុះក្នុងបន្ទប់នេះលុចដាក់ថ្នាំសម្រាមបានចាំពួកយើងសំដែងមកឈុតធំទេ បាទបងប្រុសខ្ញុំយើងសួរឯងឆ្លើយល្អមើលទេមានអីល្អមើលទេបងប្រុសឯងស្ដាប់យើងនិយាយច្បាស់ណាស់ហើយគេជាជំនួយការផ្ទាល់ខ្លួនរបស់យើងអ្នកណាបាក់យើងគឺតាំងខ្លួនជាស្ត្រីយើងហើយស្ដាប់យល់ហើយណាខ្ញុំនេះឬវៃលីដែលគ្រប់គ្នានិយាយថាជាមនុស្សឈាមតិចបំផុតនឹងប៉ុន្តែនេះគឺជាអ្វីវិញទេរៀបចំកម្មវិធីជប់លៀងមួយក្នុងឈ្មោះខើអីទៅនឹងប្រកាសជាអាចមានវិធីអស់ទាញវៃលីចាញ់បានហើយបើចង់ទៅយករបស់លោកម្ដងទៀតនោះគឺងាយស្រួលខ្លាំងណាស់ដឹងហើយលោកថាកែ រឿងរបស់វៃឈិងបានធ្វើខ្ញុំទទួលបានការទុកចិត្តទៅគៀកវៃលីបានមួយជំហានហើយបន្ទាប់ពីនេះត្រូវរំស្យោបបាយណាស្និទ្ធស្នាលជាមួយគេបន្ថែមទៀត លោកវៃហៅអ្នកនឹងឲ្យទៅជួបគាត់បន្តិច ចាប់បានខ្ញុំនឹងទៅពេលនេះ លោកវៃលោករកខ្ញុំមិនទីងយប់នេះមានពិធីជប់លៀងនាងត្រូវតែកំដរខ្ញុំ នេះគឺ ចាំពេលទៅផ្ទះវិញឲ្យបើកមើលហើយពាក់វាទៅវាប្រកាសជាត្រូវនឹងនាងហើយ អរគុណណាស់លោកវៃបានចាំយប់នេះពួកយើងជួបគ្នានឹង មើលទៅណានាគេអញ្ចឹងសង្សារលោកនាយកវ័យឲ្យមើលទៅពិតជាស័ក្តិសមគ្នាណា ពិតជាសំគ្នាមែនខ្ញុំគិតថាសំជានាងខើទីនទាំងស្អាតទាំងថ្លៃថ្នូរមកនាងដូចជាធ្លាប់ស្គាល់ នាងមានអារម្មណ៍ ស្រី យ៉ាង សំ ម៉េច អុយឆាប់ចេញឆ្ងាយពីបំវៃលីយើងភ្លាម នាងធ្វើស្អីនឹង អូចឹងរបស់ខ្ញុំមិនទាន់បានប៉ះនាងស្អីផងនឹង មើលចុះមិនបានជាមានរឿងអញ្ចឹងណាណាហ៊ានសាច់ខ្លះ មានរឿងអីអញ្ចឹងក្រៅអ្នកប្រុសវ័យតាំងពីដើមមកមិនដែលសម្លឹងមើលស្រីណាទេតាំងខ្លួនអាចជាសាច់ញាតិរាជវង្សមួយថ្ងៃអស់អំណាចធ្វើបាបគេនាងសើចស្អី នាងចាំមានរឿងអីទៀតហើយ បងប្រឹងពួកគេធ្វើបាបខ្ញុំនឹង កុំភ័យមើលអ្នកណាក៏ដោយធ្វើបាបប្អូនបងតែម្នាក់ក៏បងមិនលឺលែងឲ្យដែរតែយើងតើ ធ្វើស្អីនឹង នៅឈឺទៀតអន់ខ្ញុំមើលបន្តិចមើល អេឈឺ ចាំខ្ញុំឆ្លៀននាងចុះ លោកឆ្នាំទេ អូនាងសម្រាប់ខ្លួនទៅ
ួរតែលែងអីហើយណោះរឿងក្រណាខ្ញុំមានរវល់បន្តិចត្រូវទៅមួយផ្លែនបន្តិចទៀតខ្ញុំមកវិញណាលោកបញ្ញាទៅចឹងល្អចាំមួយផ្លែនណាខ្ញុំខុសហើយដោះលែងខ្ញុំទៅខ្ញុំវល់លងទុកជីវិតឲ្យខ្ញុំផងខ្ញុំមិនគួរនិយាយចំអកឲ្យនាងខើទេខ្ញុំលែងហ៊ានបើកមាត់ទៀតហើយចាំជាតិក្រោយចេះក្របមាត់ឲ្យល្អផងខ្ញុំពិតជាដឹងខុសមែនសូមវល់លោកទុកជីវិតឲ្យខ្ញុំផងខ្ញុំខុសហើយលើកលែងឲ្យខ្ញុំផងទៅខ្ញុំមិនអាចស្លាប់បានទេទីនេះគឺជាបន្ទប់ក្រោមដីរបស់គ្រូសាខើខ្ញុំត្រូវតែប្រយ័ត្នខ្លួនទិញអ្នកនាងខាងនេះឃើញអស់ហើយហ៎នេះតើលោកចង់បានន័យថាម៉េចទេអ្នកនាងមកធ្វើឯណាទីនេះខ្ញុំមករកវល់ដែលបានគូតែនៅម្ដុំនឹងហើយអ្នកនាងមានចេតនាធ្វើឲ្យវាជ្រុះហ៎គិតថាចង់ប្រើល្បិចនេះមកចិត្តខ្ញុំមែនទេមុខអ្នកនាងជាណាលោកវិញលោកខើចង់ធ្វើអីជំនួយការខ្ញុំទេគឺជ្រុះនៅកន្លែងគាត់នឹងហយយេសុំទោសផងណាអ្នកនាងហយយេអាណាកវលម្ខាងទៀតរបស់នាងគឺនៅនឹងដៃរបស់គីងរបស់ដែលជ្រុះហើយក៏ជ្រុះទៅយកឯកសារនោះបានហើយនឹងឡនណាយើងខំសម្ដែងល្ខោនអស់មួយឆាកហើយមិនជាគេនាំខ្ញុំមកទីនេះឬមកក៏គេដឹងពីកូនណោរបស់ខ្ញុំហើយមិនជាគេនាំខ្ញុំមកទីនេះឬមកក៏គេដឹងពីកូនណោរបស់ខ្ញុំហើយអត់ទេមិនអត់ទេគេគួរតែមិនទាន់ដឹងទេលោកម្ចាស់គ្រប់យ៉ាងបញ្ជាក់ច្បាស់ហើយថាហយយេពិតជាប្រនឹងមែននាងតាក់ខ្ញុំបានហើយមកតាក់ឃើញយានទៀតនាងមានចេតនាអីទៅចាំតែលោកវិញគិតថាខ្ញុំមានចេតនាអីទេរបស់មួយនេះគឺជារបស់បងប្រុសសេណានតែងបងប្រុសសេណាបងឆាប់ទៅមកបងប្រុសសេណាខ្ញុំមានរឿងចង់ប្រាប់បងនេះធ្លាប់ស្គាល់មែនទេរបស់នេះជារបស់សំខាន់ដែលក្មេងស្រីម្នាក់បានឲ្យវាមកខ្ញុំនាងក៏ធ្លាប់ស្គាល់វាដែរខ្ញុំមិនធ្លាប់ឃើញទេគ្រាន់តែមានអារម្មណ៍ថាលោកក៏ចេះមានរបស់ជោគជុនចឹងដែរគ្មានអ្វីផ្សេងទេរបស់មួយនឹងយ៉ាងម៉េចមិនធ្លាប់ស្គាល់មែនទេលោកវិញលោកនាំខ្ញុំមកទីនេះធ្វើអីទេលោកវិញលោកនាំខ្ញុំមកទីនេះធ្វើអីទេខ្ញុំនាំអ្នកនាងមកមើលរបស់ម្យ៉ាងមកប្រាប់មួយនេះធ្លាប់បានឃើញទេនៅបន្ទប់ក្រោមដីគ្រូសាវិញមានឯកសារមួយច្បាស់វាគួរតែជារបស់ដែលម៉ាក់ខ្ញុំឲ្យតាមរាប់នោះហើយបើកវាទៅ
លោកអគ្គនាយកសើបឲ្យអត់បានទេបានសំតែស្លាំតើអ្នកណាจะយកវាឲ្យប្រកាសទៅនោះគឺជារបស់ព្រះនាងផងប្រកាសជាគេមិនខានទេបើគ្មានវាហើយព្រះនាងក៏គ្មានផ្លូវអាចត្រឡប់ដណ្ដើមសមាជិកដើមខ្លួនបានដែរถ้าบ้านมาខ្ញុំឲ្យតាមរកនោះក៏មិនដឹងបតនាទីហើយលោកវៃក៏ជាបងប្រុសសេនារបស់ខ្ញុំទីខ្ញុំក៏មិនហ៊ានធ្វើឲ្យបង្ករឿងឲ្យបងប្រុសសេនាដែរតែខ្ញុំក៏ធ្វើយ៉ាងម៉េចទៅនឹងស្អីឯងនេះស្អីក៏សំណាងម្លឹងគ្នាដឹងអស់ហើយថានៅក្នុងកម្មវិធីជប់លេងយប់មិញនេះមានប្រុសសង្ហាខ្ពស់ពីរនាក់ហ្នឹងកុំចិត្តតែស្ដាប់ពួកគេនិយាយផ្ដេសនោះម្នាក់ដឹងមែនទេដែលគេនាំគ្នានិយាយថាជាប្រុសសង្ហាលំដាប់ទី2ហ្នឹងអញក៏ទៅវិញសិនទៅចឹងទៅសិនហើយហ្នឹងតែចឹងចាំគ្នាមករកអញទៀតហ្នឹងលោកខាសងអ្នកនាងវិញខ្ញុំមិនអាចទទួលយករបស់ថ្លៃយ៉ាងនេះបានទេរបស់ដែលខ្ញុំជូនទៅហើយមិនអាចយកវិញទេអ្នកនាងទទួលយកចុះលោកខាដើម្បីប្អូនស្រីខ្លួនឯងគឺពិតជាខំស្វាស្វែងពិតមែនដល់ថ្នាក់ចេញមកជួយជំរះគូបច្ចេកស្នេហាចំនួនប្អូនស្រីទៀតផងហ្នឹងបាននិយាយពីរឿងហ្នឹងតើអ្នកនាងអាចឲ្យឱកាសខ្ញុំម្ដងទៀតបានទេយប់ស្អែកម៉ោង6ជួបគ្នានៅភោជនីយដ្ឋានកើឆៃទៅណាលោកគឺជាអន្ទាក់ប្រុសស្អាតហាងស៊ូមែនទីអ្នកនាងទៅដល់គឺដឹងហើយខ្ញុំរងចាំអ្នកនាងកុំភ្លេចពេលកវលមួយគូផងវាក៏ជាឱកាសមួយដែលអាចចូលទៅចិត្តឃើញយានផងដែរនាងពិតជាអស្ចារ្យមែនឆាប់បញ្យល់ហេតុផលស័ក្តិសមមួយដល់ខ្ញុំមកលោកវិញនាងមានចាំរឿងដែលខ្ញុំប្រាប់នាងពីមនុស្សដែលសំខាន់បំផុតសម្រាប់ខ្ញុំដែរទេខ្ញុំមានអារម្មណ៍ថាពេលនេះនាងកំពុងតែបោះបង់ខ្ញុំចោលហើយបោះបង់លោកចៅយ៉ាងម៉េចទេកាលពីតូចនាងបានប្រាប់ខ្ញុំថាខ្ញុំគឺជាមនុស្សរបស់នាងតែពេលនេះនាងបែរជាទៅតាក់ទាញស្និទ្ធស្នាលនឹងប្រុសផ្សេងទៅវិញនាងអាចនឹងភ្លេចអ្វីដែលនាងបាននិយាយខ្លួនឯងក៏ថាបានភ្លេចនាងមិនគិតថាគួរតែទទួលខុសត្រូវខ្ញុំទេរឿងហ្នឹងខ្ញុំមិនដឹងទេនាងនៅនិយាយបានទៀតថាលោកអគ្គនាយកបើកប្រជុំហើយដល់ពេលប្រជុំហើយបានលោកគួរតែប្រជុំបានហើយគ្នាបានឃើញប្រុសសង្ហាម្នាក់នោះគឺពិតជាមានមុនស្នេហ៍ពិតមែនហ្នឹងកុំតន់ទៅប្រាប់គ្នាផងហ្នឹងមិនបានជាលោកវិញមិនជាលោកវិញលោកនៅចាំតាណាគេមិនមែនចាំជំនួយការខ្ញុំទេនេះក្រុមហ៊ុនវៃក៏ចេះជឿចាយកចិត្តទុកដាក់រឿងឯកជនរបស់បុគ្គលិកដែរលោកចង់ជួបហយយេនេះលោកចូលចិត្តឆ្មោកយករបស់គេមែនខ្ញុំគឺពិតជាចាំអារម្មណ៍អ្នកនាងហមណាមើលមិនដឹងសោះថាលោកចូលចិត្តយករបស់អ្នកដទៃធ្វើជារបស់ខ្លួនឯងលោកចង់សម្ដែងទៅលើមនុស្សឬក៏របស់អីមួយពិសេសទៅខ្ញុំគ្រាន់តែចង់ដឹងថាលោកប្រាប់មកវៃលីលែងខ្ញុំអ្នកតាពីធ្វើអីនេះមកកលោកក៏នៅទីនេះដែរខ្ញុំមកជួបលោកខើចែកគ្នាលេងប៉ុណ្ណោះវិធីដែលលោកវៃនិយាយការងារនេះពិតជាពិសេសមែនណាអ្នកនាងហោចាប់អារម្មណ៍ចង់ផ្លាស់ប្ដូរការងារបើក្រុមហ៊ុនខើខ្ញុំទេខ្ញុំនឹងឲ្យអ្នកនាងគុណជា2ណាអត់ទេគុណជា3នេះលោកមកតាក់យកមនុស្សខ្ញុំនៅនឹងមុខខ្ញុំផងអីអរគុណស្រីចង្រៃមកតាក់បងវៃលីយើងមិនគ្រប់ហើយនឹងមកតាក់បងប្រុសយើងទៀតយើងនឹងឲ្យនាងល្អមើលម្ដង
យ៉ាងម៉េចហើយលោកវិញអត់អីទេស្លាប់មែនទីបានមកតាមដានខ្ញុំនឹងតាមដានខ្ញុំផងអីតាមដានខ្ញុំផងអី ឈប់វាបានហើយ មិនបានជាលោកណាគេឲ្យលោកមកនិយាយអីសឹងមកដល់តាមពីក្រៅខ្ញុំនឹង ឈប់សាច់ទៅ បានឯណាខ្ញុំមិនតិចមើលខ្ញុំតាមតិចលេខអីហើយខ្ញុំមានការត្រូវធ្វើខ្ញុំសុំតបនហើយ អញ្ចឹងខ្ញុំជូននាងទៅចុះ មិនចាំបាច់ទេខ្ញុំនៅចាំផ្លូវទៅផ្ទះបានទេ អាឡូលោកម្ចាស់ពួកយើងបានស៊ើបដឹងហើយថាពេលដែលគ្រូសាប្រនឹងកើតរឿងនោះបងប្អូនតក្រខើបានបង្ហាញខ្លួនទៅជិបផ្ទះគ្រូសាជួយទាំងពីរនាក់ហ្នឹងបើរឿងអញ្ចឹងមែនខ្ញុំដឹងហើយថាហេតុអីបានជាប្រនឹងធ្វើបែបនេះ ខ្ញុំអាចប្រាប់លោកខាញ់តើមិនបានជាលោកស្រីចង្រៃយើងមិនអាចទុកនាងបានទេកាសំណាញ់ សៀវអ៊ីអូនកំពុងតែធ្វើអីហ្នឹង បងប្រឹងអត់មានអីទេខ្ញុំទៅគេងមុនហើយ ប្រនាងនាងលេងមិនឈ្នះសៀវអ៊ីនោះទេ នេះល្មមចាប់បង្ហាញពេលវេលាទៀតទេនាងបានបដូរឈ្មោះបដូរត្រកូលនេះគឺមានចេតនាចង់តាក់ទងបងវៃលីចេញពីខ្ញុំហើយនាងណាមកចង់តាក់យកបងប្រុសរបស់ខ្ញុំទៀត នេះមិនមែនចង់សងសឹកឯណានាងចាំបានតែថាម៉េចណាមកទទួលស្គាល់ទៀត ណាមកទទួលស្គាល់ទៀត ខើអីនេះនាងរីខតវាຕົកផងអីនេះមិនមែនជាមនុស្សទេវ៉ាវសំឡេងពីរោះម្លឹងម្លឹងនាងកំតាន់អាចតាន់ហានពេញចាំយើងឲ្យនាងភ្លក់រសជាតិនេះបន្តិចម្ដងចឹងចាំយើងនឹងបញ្ជូនឯងឲ្យទៅជួបម៉ែឪឯងនៅពេលនេះនាងសើចស្អីឯងគឺសើចនាងដល់ចិត្តឈួតហើយនឹងឯងនាងចិត្តដល់ថ្ងៃអវសានរបស់នាងហើយ ខើអី បងវៃលី នឹងមិនអីទេសុំទោសផងខ្ញុំ មិនអីទេ ខ្ញុំគ្មានបំណងចឹងទេមកស្អីពពុលនាង ដែលខ្ញុំធ្វើទាំងអស់នេះក៏មិនមែនដើម្បីតែបងទេខ្ញុំស្រឡាញ់បងយ៉ាងនេះប៉ុន្តែក្នុងភ្នែកបងមានតែព្រះនាង ព្រះនាងនេះនាងដឹងពីសមាជិកគេហើយ មែនខ្ញុំដឹងតាំងពីយូរមកហើយអ្វីដែលនាងចូលមកចិត្តបងគឺដើម្បីតែចង់យកបងធ្វើជាផលប្រយោជន៍ប៉ុណ្ណឹងខ្ញុំទេដែលពិតជាស្រឡាញ់បងដោយស្មោះនោះប៉ុន្តែក្នុងភ្នែកបងមានតែនាងជាមួយតែនាងងាប់បាត់នោះអ្នកដែលបងស្រឡាញ់គឺមានតែខ្ញុំម្នាក់ប៉ុណ្ណឹងចាំមកពេលនាងងាប់បាត់អ្នកដែលបងស្រឡាញ់គឺមានតែខ្ញុំតែម្នាក់ប៉ុណ្ណឹង ដើម្បីខ្ញុំហ៎ស្ដាប់មើលទៅពិតជាសំដីកុហកដល់ពាក់លីធំធេងមែន ពាក្យបោកប្រាញ់ ការដែលនាងសម្រាប់គ្រួសារអីមួយគ្រួសារនឹងមិនមែនដើម្បីតែមរតកទេ
នាងច្បាស់នៅក្នុងចិត្តហើយរឿងដែលថាបើសិនជានាងសម្លាប់ព្រះនាងពិតប្រាកដហើយនាងនឹងទទួលបានមរតកតាមនឹងដែរមែនទេ វាគ្រាន់តែជាមនុស្សស្រីខ្ចាត់ព្រាត់មិនដឹងពីសាវតាខ្លួនឯងចំណែកឯខ្ញុំវិញខ្ញុំគឺជាព្រះនាងដែលមានការទទួលស្គាល់ពីរាជវង្សហេតុនេះគឺជាខ្ញុំទីងខ្ញុំតែទើបសំទទួលបានមរតកនោះវាជារបស់ខ្ញុំទាំងអស់បងវៃលីមកគឺជារបស់ខ្ញុំដែរ កុំបាក់ខ្ញុំចាច់ទៅ បងវៃលីបងមិនហ៊ានសម្លាប់ខ្ញុំក៏ព្រោះតែបងក៏ស្រឡាញ់ខ្ញុំដែរមែនទីង សម្លាប់នេះនាំតែប្រឡាក់ដៃខ្ញុំទេមានមនុស្សក្នុងខ្សែរាជវង្សចាំចាត់ការនាងហើយស្វាគមន៍ការវិលត្រឡប់មកវិញព្រះនាងម្ចាស់របស់ បងប្រសិនណាខ្ញុំពិតជាមិនចង់ឲ្យបងទៅទីកុំយំអីបងនឹងត្រឡប់មកវិញមិនខានទេណាក្រែងបងបាននិយាយឲ្យថាបងនឹងកំដៅខ្ញុំរហូតនោះអីបងដាក់ជីវិតមកទីនេះថាបងនឹងមករកអូនវិញព្រះនាងរបស់បងបងប្រតែត្រឡប់មកវិញណា ស្វាគមន៍ពីការវិលត្រឡប់មកវិញព្រះនាងម្ចាស់ ខ្ញុំនឹងឲ្យជាព្រះនាងនោះ មែនហើយ នេះមិននឹងអាចទេ ពួកយើងបានស៊ើបហើយថានាងគឺជាព្រះនាងម្ចាស់មែនពេលនោះគ្រួសារយើងដើម្បីតែចំនួនក្នុងរាជវង្សព្រះអាយការបស់នាងដើម្បីតែសុវត្ថិភាពរបស់នាងក៏បានលាក់បាំងសមាជិកភាពពិតរបស់នាង ចាំហេតុនេះដោយសារតែខ្ញុំគឺជាព្រះនាងតែពួកគេក៏សម្លាប់ប៉ាម៉ារបស់ខ្ញុំវិញ វាមិនមែនជាកំហុសរបស់អូនទេ បើសិនជាខ្ញុំមិនមែន វាមិនមែនជាកំហុសរបស់អូនឡើយអ៊ីយេ បើសិនជាខ្ញុំមិនមែនជាព្រះនាងទេប៉ាម៉ាចិញ្ចឹមរបស់ខ្ញុំក៏មិនត្រូវស្លាប់ដែរមែនទេដោយសារតែរឿងនេះ វាមិនមែន ពួកគេសម្លាប់ប៉ាម៉ាខ្ញុំមែន ជា ទេ កំហុសរបស់អូនឡើយអ៊ីយេវាមិនមែនជាកំហុសរបស់អូនឡើយ ខ្ញុំមិនចង់ធ្វើជាព្រះនាងស្អីទេខ្ញុំត្រូវការតែប៉ាម៉ារបស់ខ្ញុំប៉ុណ្ណឹងខ្ញុំមិនចង់ធ្វើជាព្រះនាងទេខ្ញុំត្រូវការតែប៉ាម៉ាខ្ញុំប៉ាម៉ា ចង់សងសឹកទេ គំនុំមួយនេះខ្ញុំត្រូវតែសងសឹក បាទបងនឹងជួយអូនចាប់ពីពេលនេះទៅបងនឹងមិនឲ្យអ្នកណាធ្វើបាបអូនទៀតទេតែបងមានរឿងមួយត្រូវតែចាំបាច់ប្រាប់ឲ្យអូន តើជារឿងអីទេ រឿងគ្រួសាររបស់អូនបងត្រូវទទួលខុសត្រូវ នោះហេតុអី អូននៅចាំបានទេថាបងនឹងប៉ាបងបានទៅរកអូន ចាំបានប៉ុន្តែរឿងនេះមានអីពាក់ព័ន្ធនឹងលោកទេ តែប៉ាបងត្រូវបានអាយកាអូនក៏ហៅទៅវិញជាប្រញាប់កូនត្រូវតែមិនស្ដាប់គោរពតាមបំណងរបស់ព្រះនាងផងមិនឲ្យកូនទៅចិត្តត្រង់ទៀតឡើយនេះជារឿងដែលប៉ាទៀតកូនណាបើមិនចឹងទេនឹងត្រូវវាយឲ្យដំណំហើយ តារីនមកចាយណាដែលថាចង់រស់នៅម្នាក់ឯងបែបស្ងប់ស្ងាត់នោះ បងគ្មានវិធីអីក្រៅពីស្ដាប់តាមគាត់ទេក្រោយមកពេលដែលប៉ារបស់បងគាត់ខូចទៅទើបបងអាចតាមរកអូនបន្តទៀតបាន មិនអីទេដល់ពេលនេះអូននៅមានជីវិតតែ ពីមុនបងគិតមករហូតថាបើសិនជាអាចឆាប់រកអូនឃើញបានឆាប់នោះអូនប្រកាសជាមិនមានរឿងអីនោះទេតែពេលនេះលែងអីហើយចាប់ពីពេលនេះមានបងក្បែរអីយេ អាឡូមកជួយខ្ញុំអស់មនុស្សចេញទៅចាប់កិច្ចការនៅមានសកលឲ្យអ្នកធ្វើស្អីមិនកាន់ក្រៅពីចាត់ជំរឹកខ្ញុំទេថាប្រងធ្វើស្អីទៀតហើយអ្នកនាងខើ
ត្រូវប៉ុណ្ណឹងហើយនៅទៀនឆាប់បាត់មកទេនរណាគេឲ្យឯងដាប់បងវៃលីពីយើងនរណាឲ្យឯងដាប់ពីយើងកុំធ្វើអញ្ចឹងអីកុំហៅខ្ញុំថាស៊ីវអ៊ីឯង មិនក៏ខឹងដល់ថ្នាក់ហ្នឹងណោះ បងប្រឹងមកក្បត់សត្វតែមកអញ្ចឹង អ្នកទាំងពីរអ្នកនេះមើលទៅដូចជាមិនធ្លាប់ស្គាល់សោះមិនដូចជាមនុស្សនៅវិមាននេះទេ បងប្រឹងពួកគេគឺជាមនុស្សដែលទៅតែមកថ្មីទេមិនទាន់បានសម្ភារនៅឡើយទេ ទៅវិញទៅបាទហើយនាងហោះ ចាបងប្រឹងគឺអ្នកសម្អុយនេះវាធ្វើបាបខ្ញុំណា គេធ្វើបាបអូន គឺ មិន នាងបានដាប់បងវៃលីខ្ញុំ ឆាឡុន លោកខាលោកមកកាត់ចង់សួរវាថាពិតឬមិនពិតសិនទេ បើសិនអ៊ីថាបែបហ្នឹងទៅហើយវាមិនអាចមិនពិតទេនាំនាងទៅ យើងចាំមើលថាអ្នកណាហ៊ានប៉ះពាល់នេះ នាំនាងទៅ យើងចាំមើលថាអ្នកណាហ៊ានប៉ះពាល់នេះ លោកវៃធ្វើសកម្មភាពបែបនេះក្នុងគ្រួសារខើវាមិនដូចជាលើពេកមិនទុកខ្ញុំក្នុងកែភ្នែកទេ ជិះចេញទៅតោះពួកយើងចេញទៅសិនទៅខ្ញុំមិនខ្វល់ថាក្បាលអ្នកណាទេឲ្យតែហ៊ានប៉ះមនុស្សរបស់ខ្ញុំនឹងងប់គ្មានដីកោះ បងប្រឹងមកក៏បងមិនដែរឲ្យពួកគេតែអញ្ចឹង បានហើយគ្រួសារវៃធ្វើខ្លួនដូចជាឆ្កែកាងឆ្អឹងប៉ុណ្ណោះហើយគ្រួសារខើគឺនៅមានកិត្តិយស កិត្តិយសនេះពួកអញ្ចឹងត្រូវពួកវាជន់ក្បាលហើយហ្នឹង បានហើយទៅវិញទៅ តែបងមិនចាប់ដែរទេតែមានរឿងអីកើតឡើងនៅបន្ទប់ក្រោមដីគ្រួសារវៃនោះ គឺវាមានឯកសារមួយ នោះជាឯកសារអីទេ ឯកសារដែលអាចមានតម្លៃគ្រប់គ្រាន់ដែលអាចបញ្ជាក់អំពីសមាជិក ថាចុយណាឯកសារនោះ ឃើញយានបានលួចទៅបាត់ហើយ ខាយានេះប៉ុន្តែគេឆ្លងថ្នាក់ថ្នមខអ៊ីនេះមិនបានចិត្តតែខ្លាយមកផ្លុបពេកទេ ឃើញអីនាងបានបាត់ខ្លួនតាំងពីតូចម្លេះពីបាត់ណាតម្រាំតែឃើញរមមកវិញបានទើបឃើញយានឆ្លងថ្នាក់ថ្នមនាងឡើងធ្លាប់តែហើយ បាត់ខ្លួននេះ បាត់មែនហើយ អមក៏មានវិធីមួយ តើវិធីអីទេ ចាំបើសិនជាខអ៊ីមិនបានជាប្អូនស្រីពិតប្រាកដរបស់គេទេនោះ ហៅឡូជួយអាយានិយាយថានាងមិនមែនជាខើអ៊ីពិតប្រាកដទេហើយពូស៊ុយមិនស៊ុយគឺជាប៉ាម៉ារបស់នាងពិត វ៉ៃ ទៀត ឈិញនិយាយម្ដងទៀតមើលនាងនោះពិតជានិយាយបែបនេះពិតមែននេះចង្រៃយោស្រីចង្រៃនោះអីក៏ឆ្លាតយ៉ាងនេះស៊ីវអ៊ីនេះតាកាត់អីនឹងឡើងទៅលើដំបូលផ្ទះជួយខ្ញុំយករបស់មួយយ៉ាងយកអីយករបស់អីទេគឺជារបស់ល្អទៅទេថាឆាប់ទេបានបងមើលចឹងទស្សនវិជ្ជាខ្យល់អាកាសទីនេះល្អខ្លាំងណាស់ស៊ីវអ៊ីនេះកូនចង់ធ្វើអីនៅឋានសួគ៌ដើម្បីខ្ញុំទៅណានេះពួកយើងជាប៉ាម៉ាក់បង្ការរបស់ឯងណាកូនមិនអាញបាត់មកដោយសារតែមានអ្នកទាំងពីរជាឪពុកម្ដាយបង្ការរបស់ខ្ញុំនឹងហើយតែជាឧបសគ្គលើផ្លូវដើររបស់ខ្ញុំនោះនៅមានទៀនខ្ញុំគឺជាខអ៊ីមិនមែនស៊ីវអ៊ីទេម៉ាក់នឹងមិននិយាយរឿងកូនបន្លំខ្លួនធ្វើជាអ្នកនាងធំតកូលខកាលពីឆ្នាំនោះទេកូនកុំធ្វើអញ្ចឹងអីកូនខអ៊ីធ្វើជាអ្នកនាងធំតកូលខខ្ញុំវិញបាច់ជាមានជីវិតលំបាត់វេទនានៅភូមិស៊ីវអ៊ីនោះគឺកូនមកសម្រាប់ស៊ីវអ៊ីហើយនៅមានប៉ាកូនទៀនក៏បានជួយកប់សាប់ឲ្យនាងដែរតើដល់ពេលខ្លាចថាពួកយើងរបូតមន់ក៏យកពួកយើងមកនៅក្បែរខ្លួនហើយតើនោះដោយសារតែប៉ាកូនគាត់ស្វឹងបាត់មកគាត់និយាយជ្រុលមាត់ហើយបាត់មកបើគ្មានអ្នកទាំងពីរខ្ញុំនៅតែជាខអ៊ីជរិញរហូតបានពួកយើងនឹងទៅសំវកកូនចាប់ពីពេលនេះតទៅពួកយើងនឹងមិននិយាយអីទៀតទេក៏មិនបង្ហាញខ្លួនចំពោះមុខកូនទៀតដែរសំវកហ្នឹងសំវកកូនដល់លេងពួកយើងទៅអ្នកទាំងពីរទៅចឹងកុំអីស៊ីវអ៊ីកុំអីបងវៃមកកុំមកទីនេះអញ្ចឹងដល់ហាមលេខដល់គ្នាហើយមែនទេនេះពួកយើងគ្រាន់តែបញ្ឆាត់ឲ្យវៃឈីងមកហាព័ត៌មានបន្តិចបន្តួចសាញ់ដល់ថ្នាក់នាងចង់សម្លាប់ឪពុកម្ដាយបង្កើតខ្លួនឯងមិនបាត់ហើយអីថតតាំងខ្មោចយកស្អីនេះស្រីចង្រៃឯងហ៊ានលេងសើចជាមួយយើងផងអីលោកខាលោកប្រហែលជាស្ដាប់ឮអស់ហើយមែនទេ ស្ដាប់ឮច្បាស់ចេះ
បងប្រុសខ្ញុំពិតជាអើយ ណែណានាងថ្លាមធំម្ល៉េះខ្លួនជាបងស្រី ខ្ញុំ ខ្ញុំ ក៏ពិតជាខើអ៊ីពិតមែនបងប្រុសអើយខ្ញុំពិតជាបងស្រីរបស់បងពិតមែនទាំងអស់គឺមកពីស្រីចង្រៃនោះជំនាញនាំភ្លើង ណែនាងហួរអរគុណនាងខ្លាំងណាស់ណា លោកខើលោកមានរឿងត្រូវចាត់ការយើងមិននៅរំខានលោកទេឃើញយានគេស្រឡាញ់បងស្រីគេស្មើនឹងជីវិតមកដល់ពេលនេះគេដឹងថាស៊ីវអ៊ីសម្រាប់បងស្រីគេខឹងខ្លាំងមិនខាន អូនយល់ថារឿងនេះដូចជារលូនខុសពីធម្មតាពេកហើយប្រកាសជាមានអ្នកគ្រប់គ្រងរឿងនេះពីក្រៅខ្ញុំមិនខានទី អូនគឺចង់និយាយពីឃើញយានអាចបកស្រាយងាយបានកាលពីលើកមុនដែលបងបានទៅជួយអូននោះមិនបានជាពួកគេព្រមដោះលែងពួកយើងងាយម្ល៉េះគឺចង់ខ្ចីដៃពួកយើងសម្រាប់ឃើញយានចោល ប៉ុន្តែហេតុអីបានជាគេធ្វើបាបនឹងទីកាលពីម្សិលមិញអូនអត់ឃើញគេស្រួលបួនតែងប៉ុន្តែអូនចង់ឃើញរបស់ម្យ៉ាង តើរបស់អីដែរទេអូនចង់ឃើញរបស់មែនដែរទេ គឺអូនចង់ស្ដាប់បងលេងផ្ចាន់នោះ មកណែនាងហួរនាងបានជួយខ្ញុំរកឃើញឃាតករហើយនៅរឿងពិតរបស់បងស្រីខ្ញុំទៀតខ្ញុំមិនដឹងទេថាគួរអរគុណនាងយ៉ាងម៉េចលើកក្រោយបាននាងមានអ្វីត្រូវការនោះខ្ញុំនឹងប្រឹងប្រែងតបស្នងនាងវិញនាងហួរស្អីហ្នឹង គ្មានរឿងអីទេខ្ញុំគ្រាន់តែគិតថាខ្លួនឯងពិតជាមើលស្រាលលោកខើពេកហើយ នាងហួរនិយាយនេះចំមានន័យថាម៉េចខ្ញុំស្ដាប់មិនយល់ ច្បាស់ ទេ នេះនេះគឺជាតែដែលលោករៀបចំឡើងដើម្បីឲ្យខ្ញុំលេបទៅដល់ពីសមត្ថភាពខ្លួនឯងហើយក៏បានខ្ចីដែរខ្ញុំកំចាត់ខើអ៊ីឲ្យលោកទៀនតាមពិតខ្ញុំគ្រាន់តែជាកូនអង្គនៅក្នុងឯរបស់លោកខើប៉ុណ្ណឹងដែលមិនចាំបាច់ឲ្យអ្នកលេងអបខាត់កម្លាំងទៀងលើកនេះកំចាត់ខើអ៊ីបានយ៉ាងរលូនយ៉ាងនេះផែនការគ្រប់យ៉ាងទាំងអង្គគឺពឹងផ្អែកលើស្នីនចេះសាំទៅលើភ្លើងរបស់លោកខើហើយ នាងហួរនិយាយបានន័យថាយ៉ាងម៉េចហ្នឹង បើលោកខើពិតជាចង់ការពារខើអ៊ីមែននោះលោកប្រកាសជាចេញមកចាត់ការពូស៊ុយមិនជួយដល់ខ្លួនឯងហើយប៉ុន្តែបើជារៀបចំឲ្យខើអ៊ីចាត់ការលោកដែរដល់ខ្លួនឯងថាខ្លាចជាជនរងគ្រោះទៅវិញនេះនៅមិននិយាយរឿងទាំងអស់នេះផង នាងហួរដែលធ្លាប់ដូចទេថាឆ្លាតពេកអាចនឹងមានគ្រោះថ្នាក់ណាពេលខ្លាំងមនុស្សចេះដឹងរឿងច្រើនពេកក៏គ្មានបានផល នេះ ល្អ តែលោកកំពុងតែកាប់រៀបខ្ញុំឯង ប្រកាសជាអត់ចឹងទេខ្ញុំគ្រាន់តែគិតថាបើសិនជារឿងមនុស្សខុសទៅវិញទេ នៅតែហេតុអីទេ គ្រួសារខើស្មុគស្មាញណាស់គ្រប់ទង្វើរបស់ខ្ញុំសុទ្ធតែមានអ្នកតាមដានមានច្រើនរឿងណាស់ដែលខ្ញុំអាចធ្វើតាមចិត្តខ្លួនឯងប៉ុន្តែអ្នកនាងគិតខុសគ្នាអ្នកនាងអាចមានសេរីភាពពេញទីហើយមានការជ្រោមជ្រែងពីគ្រូពេទ្យទៀតអញ្ចឹងនេះជាជំរឿន លោ ខ្ញុំ កនិយាយនេះពិតជាពីរូបពេកហើយមិនមែនថាលោកខ្លាចថាប្រឡាក់ដៃខ្លួនឯងទេ និយាយបែបហ្នឹងក៏ត្រូវដែរតែទាំងនេះគឺជាទស្សនវិជ្ជានិងសុពលភាពរបស់ខ្ញុំក្នុងការធ្វើអ្វីៗទាំងអស់នេះដៃគឺត្រូវតែស្អាត ហេតុនេះលោកខើនឹងយល់ព្រមឲ្យផលប្រយោជន៍ដល់ខ្ញុំខ្លះទេបើសិនជាខ្ញុំព្រមរួមកំណត់ជាមួយនោះ ផលប្រយោជន៍អ្នកនាងចង់បានអីខ្ញុំអាចយកព្រមទាំងអស់ប្រាប់ខ្ញុំមក ខ្ញុំចង់ជួបជាមួយខើអ៊ី អ្នកនាងគិតច្បាស់ហើយហ៎ឱកាសមានតែម្ដងទេ ខ្ញុំគិតថាពួកយើងនៅមានអ្វីដែលត្រូវនិយាយគ្នាថែមទៀត អ្នកនាងហមមិនគិតទេហ៎ថាយើងទាំងពីរនាក់ពិតជាសាសមធម្មតាអញ្ចឹងអ្នកនាងតតវាយលីទៅហើយមកនៅក្បែរខ្ញុំវិញទៅខ្ញុំចូលចិត្តមនុស្សដែលឆ្លាតដូចអ្នកនាងហមអ្នកនាងគិតថាខ្ញុំជាមនុស្សខុសខើមែនទេ លោកគិតតែឯង ខ្ញុំមិនបានគិតទេអ្នកនាងហមជាខ្ញុំចង់ថាពួកយើងជាមនុស្សប្រភេទតែមួយលើโลกនេះគ្មានអ្នកណាអាចប្រៀបនឹងពួកយើងបានទេពួកយើងធ្វើការស្គាល់គ្នាទៅ អត់ទេខ្ញុំនឹងលោកគឺខុសគ្នា តែចាញ់សូម្បីតែកាមនុស្សដូចជាវៃលីហើយនៅគិតចង់ខ្លាចជាអ្នកស្នងមរតករបស់យើងទៀតយើងនឹងវាយឯងាប់ទៅងាប់ទៅវាយងាប់ វាយបងប្រុសទៀតអី ម្នាក់ជាពីរនាក់សុទ្ធតែពួកបំបងបាយយើងនឹងវាយពួកឯងាប់វាយឯងាប់ចង់មកទៀត
ចង់មកសិនណា បានប្រឈើដៃទីងអូនផ្លុំអើយនឹងលេចឈើហើយ សៀវអ៊ីលើកក្រោយទៅបងលេចឲ្យអ្នកណាមកធ្វើបាបយើងទៀតហើយនេះអាចចង្រៃឯងនេះយើងខំប្រឹងធ្វើរឿងទាំងអស់នេះគឺដើម្បីតែគ្រួសារខើដែរឯងមកបៀមឈាមព្រោះគំនុំនេះចាក់កំហឹងលើយើងទៅវិញហើយនៅឃុំយើងនៅក្នុងនេះទៀតចាប់លេយើងទៅកំហឹងក្នុងចិត្តរឿងទាំងអស់ដែលប៉ាធ្វើដាក់ខ្ញុំមិនខ្វល់គិតទេតែលើសៀវអ៊ីវិញបើគ្មានលោកទេនាងក៏មិនបាត់ខ្លួនដែរឯងព្រោះតែនេះសម្បូរនេះធ្វើបាបយើងដល់ថ្នាក់នេះសំអាងឯងនេះឯងគ្រប់គ្រងជ្រុំជ្រែងគ្រួសារខើបានឯងអាចធ្វើជាអ្នកស្នងមរតករាជវង្សបានដែរទេហ៎ខ្ញុំចង់បានទាំងអស់ហ្នឹងទាំងមរតកទាំងគ្រួសារខើអាចចង្រៃចោមស៊ីតនាងមិនមែនជាសៀវអ៊ីទេនាងមិនមែនសៀវអ៊ីទេសៀវអ៊ី បងប្រឹងបងគឺជាបងប្រៅអី សៀវអ៊ីទីបំផុតអូនមកវិញហើយសៀវអ៊ីស្លាប់បាត់ទៅហើយស្រីនោះសន្តិងាប់ទេនាងមានប្រយោជន៍ដែលត្រូវប្រាទេសៀវអ៊ីអូនកំពុងតែលោបតាមជួយបងតើពិតមែនដែរទេយ៉ាងម៉េច អូនគិតច្បាស់ហើយអូនត្រូវជប់ខើអី មិនបានទេបើទៅបងទៅជាមួយអូនដែរ វាគឺជាបេសកកម្មរបស់អូនដើម្បីខ្លាចជាព្រះនាងក៏ជាតួនាទីអូនដែរអូនត្រូវតែប្រឈមមកគ្រប់យ៉ាងដោយខ្លួនឯងថ្មីនេះបងនៅហាត់ពេកហើយហេតុនេះក៏មិនបាក់ទៀតអីមិនចឹងគឺអូនខូចចិត្តហើយវៃឈីងលោកមកហើយអីចាំមកជួយខ្ញុំចេញទៅ ជួយនាងចេញទៅហ៎ អាចចាំមកស៊ីនសំបីតែឆ្កែក៏មកដោឯងដែរ ចោលមកទៀតនាងនៅតែចោលមកទៀតបើថាយើងចោលមកទៀតហើយយើងមិនមែនជាឆ្កែបំរើនាងទេខ្ញុំស្មោះត្រង់ចំពោះនាងយ៉ាងហ្នឹងរាល់ថ្ងៃតាមលើកជើងនាងយ៉ាងហ្នឹងតែក្នុងភ្នែកនាងមានតែបងប្រុសខ្ញុំប៉ុណ្ណោះហើយនៅទុកខ្ញុំជាឆ្កែមួយក្បាលទៀតខ្ញុំប្រាប់នាងតែចោលនាងមិនមែនជាសៀវអ៊ីក៏មិនមែនខ្សែរាជវង្សតែនាងគ្រាន់តែជាកូនស្រីអ្នកក្រម្នាក់តែប៉ុណ្ណោះ វៃឈីងលោកចង់ធ្វើអីខ្ញុំគ្រាន់តែលេងសើចនឹងលោកប៉ុណ្ណឹងពួកយើងចេញទៅក្រៅសិនទៅចាំនិយាយគ្នាទៀតណា ចេញទៅសម័យទៅហើយនាងនៅចាត់ទុកខ្លួនឯងជាអ្នកនាងធំទៀតហ៎ហ៎ កុំអី ស្រីអត់គេខ្វះ ឡើងយើងជប់ភ្លាមលោកស្វ័យនេះ នេះមកគេនាងមកដែរនាងមកបញ្ចេញកំហឹងហ៎នាងមកបញ្ចេញកំហឹងហ៎មិនមែននាងមកចាំមើលឈុតឆាកទេហ៎មិនចូលចិត្តក៏មើលទៅវើយកុំនិយាយថាការពារស្រីនឹងផងកុំប្រាប់យើងថានាងចិត្តធေါ်ហើយមិនគុំគេឲ្យសោះណាពីមុនស្រីនឹងចង់សម្រាប់នាងយើងដើរតាមនាងព្រោះតែយើងចង់កែប្រែនាង តែបើអញចេញទៅ នេះនាងមិនចង់សោះ កុំ សឹក នុំ មិនទេ យើងនឹងសោះសឹកដោយខ្លួនឯង បាទខ្ញុំទៅហើយ ដាំឡើយគឺនាងចាំបំផ្លាញមុខខ្ញុំមែនទេបំណងនេះចាំខ្ញុំជំនួសនាងសម្រាប់វាទៅចាស់យ៉ាងម៉េចដែរឡើងយើងដឹងតាំងពីយូរហើយថាសំបីតនាងក៏ត្រូវស្លាប់ដែរមនុស្សចង្រៃថោកទៀតដូចជាពួកនាងនេះនាងពិតជាសំងប់មែនដើម្បីទៅតបសម្បត្តិនាងសម្រាប់ប៉ាម៉ាក់ចិញ្ចឹមខ្ញុំទាំងអស់ដោយមិនសណាំងគឺស្រីបោះប្រាស់ដូចជាឯងនេះចាំចុះមកពាក់ព័ន្ធជាមួយនឹងខ្សែរាជវង្សក៏ដើម្បីយកទ្រព្យសម្បត្តិពាន់លានដែរសិនមិនចេះខ្មាស់គេដែលមកតាក់បងប្រុសយើងដឹងទាំងអស់ហ្នឹងនាងបានន័យថាម៉េច
បាននៅថាមិនអប្រកាសទេនាងនៅធ្វើពើមកស៊ូយើងទៀនពួកនាងថាប់ទេគ្មានតម្លៃគ្រប់យ៉ាងកំហុសគឺមកពីពួកនាងកុំនិយាយផ្ដេសផ្ដាស់អ្នកនិយាយមានអីអប្រកាសទេមរតកទាំងអស់នេះគឺជារបស់អូនពិតមែនទេ ប្រកាសហើយអូនជាប្អូនស្រីដែលបងស្រឡាញ់ខ្លាំងបំផុតអញ្ចឹងទ្រព្យសម្បត្តិនេះគឺជារបស់អូនទាំងអស់ប៉ុន្តែពេលនេះមិនចេះតែដាក់ប្រកាសប្រាប់ទ្រព្យសម្បត្តិទេត្រូវចេះដាក់ ចាំបានបងប្រឹងខ្ញុំស្ដាប់តាមបងទាំងអង្គ លោកម្ចាស់គ្រួសារវិញស្អីអូនទៅវិញសិនចុះ អូនចាប់បាន ហើយប្រកាសទេថានាងជាព្រះនាងអាណាននោះប្រកាសណាស់លោកម្ចាស់ថាពួកគេនៅមិនទាន់មានសកម្មភាពអីនៅឡើយទេហើយនៅនិយាយថាលោកម្ចាស់ត្រូវតែស្ដាប់តាមបញ្ជារបស់គេទៀតលើកលែងតែយ៉ាងម៉េចលើកលែងតែធ្វើឲ្យគ្រួសារឃើញចលាចលហើយត្រូវនិយាយរឿងមេត្រីភាពជាមួយនឹងគ្រួសារវ័យទៀតគ្រួសារវ័យក្រែងអ្វីដែលសេវអ៊ីស្រឡាញ់ចង់បានមករហូតតាមមែនទេលោកម្ចាស់ពួកយើងត្រូវចាត់ការយ៉ាងម៉េចចោះចាស់នឹងគេសិនទៅនិយាយរឿងមរតកនោះឲ្យច្បាស់តែរឿងរៀបការរបស់សេវអ៊ីមិនឡាយប្រូទេខ្ញុំរៀបការជាមួយនរណាវាមិនអីទេប៉ុន្តែសេវអ៊ីត្រូវតែមានសុភមង្គលខ្ញុំយល់ឲ្យលោកម្ចាស់ ប្រាប់ខ្ញុំមកតើគេម្នាក់នោះមានឋានៈអី មិនបានទៅទេណានាង ឆៅលុនលោកហ៊ានមិនស្ដាប់ខ្ញុំផងអី បានណានាងដៃត្រូវតែស្អាត អញ្ចឹងយល់ហើយតាមពិតគ្រប់យ៉ាងគឺសត្វតែជាផែនការរបស់បងប្រុសរបស់នាងទាំងអង្គនៅនិយាយអីបងប្រុសយើងមិនមែនជាមនុស្សបែបនេះទេគាត់មិនមែនជាមនុស្សបែបនេះទេបងប្រុសនាងបានរៀបចំការនិយាយកុហកធ្វើឲ្យនាងគិតថាខ្លួនឯងសត្វតែជាអ្នកធ្វើទាំងអង្គនាងគឺនិយាយផ្ដេសផ្ដាស់នាងបានសម្លាប់ប៉ាម៉ាក់ចិញ្ចឹមខ្ញុំហើយគេបានប្រើខ្ញុំឲ្យទៅទៀនឲ្យដល់ពីសមាជិកពិនក្រោយមកក៏សម្លេះនាងចោលតែមិនតន់និយាយដល់រឿងគេមរតកអីផងប៉ុន្តែអ្វីដែលឃើញយើងបាននិយាយថាត្រូវតែស្អាតមិនថាទាំងគេឈ្មោះទ្រព្យសម្បត្តិគេត្រូវការយកទាំងអង្គមិនអាចទេមកប្រុសយើងមិនមែនជាមនុស្សបែបនឹងទេយើងមិនជឿនាងទេយើងមិនចេះតែនិយាយឲ្យរួចពីមាត់ទេប៉ុន្តែនាងដឹងច្បាស់ជាងពីពោះស្រាប់ហើយក៏ដឹងច្បាស់ជាងអ្នកណាទាំងអង្គថាគេជាមនុស្សបែបណាឲ្យប្រកាសយើងមិនជឿទេនេះតែលោកកំពុងតែគម្រាមខ្ញុំឯង ប្រកាសជាអត់ទេខ្ញុំគ្រាន់តែគិតថាខ្ញុំរើមនុស្សមិនខុសទេ គឺមកពីនាងយើងមិនលើកលែងឲ្យនាងចាដាច់ខានមិនលើកលែងឲ្យនាងដាច់ខាននាងគ្មានលើកក្រោយទៀតទេរឿងទាំងអង្គគឺដល់ទីបញ្ចប់ហើយបងប្រុសអ្វីដែលនាងនិយាយនោះជាការពិតដែរទេក្រែងមកឆ្លប់ប្រាប់ខ្ញុំហើយថាបងនឹងការពីអូនពេញមួយជីវិតនោះអីបងប្រុស នាងមិនហ៊ានហៅយើងជាបងប្រុសទៀតទេនាងមិនហ៊ានហៅយើងថាបងប្រុសទៀតច្រើនឆ្នាំមកនេះខ្ញុំប្រឹងសម្ដែងណាស់នៅចំពោះមុខនាងគ្មានមួយថ្ងៃណាដែលខ្ញុំមិនចង់សងសឹកឲ្យប្អូនរបស់ខ្ញុំទេ បងប្រុសកុំអីបងប្រុសចង់ធ្វើអី ទៅកុំមកសេអ៊ីទៅសេអ៊ី ខាត់យិនមិនថាតែលិខិតនឹងគ្រូសាស្ត្រដែលបានសាទុំនឹងជីវិតលោកគឺខ្ញុំចង់បានទាំងអង្គ អ៊ីយ៉ាយកមិញតាអូនតាណាមិនក៏អត់ប្រាប់បងម៉ាម៉ាសោះអញ្ចឹង អូនបានទៅជួបខាអ៊ីហើយ គ្រប់យ៉ាងដល់ស្រ័យហើយ មិនទាន់ទេអូនមិនទាន់បានយកលិខិតនោះនៅឡើយទេ មិនអីទេចាំបងទៅរកឃើញយើងយកលិខិតនោះចុះណា អត់ទេវាគឺជារបស់អូនត្រូវតែយកវាមកដោយខ្លួនឯងពួកគេខ្វល់ពីរឿងសមត្ថភាពអូននេះហេតុនេះ
អូនត្រូវតែដណ្ដើមយកសមត្ថភាពខ្លួនឯងមកវិញឲ្យបានហើយចង់ពួកគេកាប់នឹងដេញ អត់ទេបងមិនអនុញ្ញាតឲ្យអូនទៅជួបគេទេបងមិនអាចឲ្យអូនទៅជួបគេមិនថាមួយវិនាទីណាទេ ប៉ុន្តែអូនត្រូវតែដេញ សុំទោសបងពិតជាខ្លាចបាត់បង់អូនណាស់ សុំទោសនេះមកពីបងតាសាពេកបងសុំទោសនេះមកពីបងតាសាពេកឲ្យបងសុំទោសផង នៅថ្ងៃនោះពួកយើងមិនមែនជាប៉ាមកបង្កើតកូនទេនៅបន្ទប់ក្រោមដីគ្រូសាអ្វីមានឯកសារមួយច្បាប់កូនទៅត្រឹបវាទៅប៉ុន្តែអូនមិនអាចជួយពួកគាត់ចេញមកទេ អើយហើយ ក៏ពេលវេលាដែលអូនឃើញស្នាមរបួសនេះគឺអូនចាំជានេះថាស្លាកស្នាមមួយនេះគឺជាបណ្ដាសារបស់អូនគឺជាគំនុំរបស់អូនជារៀងរហូត អត់ទេវាមិនជាបណ្ដាសាស្អីទេវាមិនជាបណ្ដាសាអីទាំងអស់តែវាគឺជាផតាំងដែលបញ្ជាក់ថាអូនបានជួយប៉ាម៉ាក់អូនទៅវិញទេជាផតាំងបញ្ជាក់អនុស្សាវរីយ៍ល្អៗហើយវាក៏លត់ទៅផុតដែរលេងអីហើយ បងសេណានេះគឺជាលើកដំអុករបស់អូនហើយឲ្យអូនសុំអាត្មានិយមម្ដងទៅណា ចឹងបងតើមែនតែនហើយកុំភ្លេចនឹកបងផងណាបើមានរឿងអីឆាប់ខលមកបងទៅឲ្យប្រនាមម្ចាស់បងទៅហើយ លាសិនហើយវៃលីខើចយិនលោកចាំតមើលទេឥឡូវលោកខាខ្ញុំយល់ព្រមស្នាការពីលើកមុននោះតែយកចកាបានទេ ពេលទទួលទូរស័ព្ទរបស់នាងខ្ញុំមិនស្មានស្ហត់ថានាងជ្រើសរើសយក កាត់ហើយបើរយឹកនឹងគឺរយឹកជំរើសដែលល្អបំផុតគឺរយឹកជំរើសដែលល្អបំផុត ជាជំរើសដ៏ឆ្លាតវៃណាស់ ម៉េចអាំខ្ញុំចង់ទៅបន្ទប់តែងខ្លួនទេ អញ្ជើញ លោកវៃនេះតើលោកមកធ្វើឈុតស្អីហ្នឹង ហេតុអីបានជាអូនព្រមឈប់ទៀតហេតុអីបានជាអូនឈប់មកនៅជាមួយគេ បើ
មិនដោយសារគ្រូសាវ័យមានឯកសារច្បាប់នោះទេអូនមិននឹងអាចចូលទៅចិត្តបងទេ បងមិនជឿអូនទៅរកឃើញជាងក៏ព្រោះតែឯកសារនោះដែរមែនទេអញ្ចឹងហើយចាំ បង បង គ្ ទៅ រាន់តែ ជួយ ជា យក មនុ អូ ស្ស ន ស្រាប់តែប៉ុណ្ណឹងនេះបងក៏ថាអូនពិតជាស្រឡាញ់បងពិតមែននេះព្រះនាងគឺសំតែជាមួយព្រះអង្គម្ចាស់ប៉ុណ្ណឹង ទេបងមិនជឿទេបងមិនជឿទេបងមិនជឿទេអូនប្រាប់បងមកថាវាមិនពិតទេអូនមកវិញហើយគឺវាមិនពិតទេហាមាននោះដែរទេ ចាញ់ទេ អូខេចូលមកមាននោះដែរទេអូខេដឹងថាពួកយើងស្រឡាញ់គ្នាប៉ុណ្ណាដឹងទេខ្ញុំចូលទៅហើយណាខ្ញុំចូលទៅហើយ លោកចាំមកធ្វើអី គឺខ្ញុំដូចជាលើសម្លេងអីនៅខាងក្នុងតែអ្នកនាងកំពុងធ្វើអី គឺរ៉ូបដាក់ខ្ញុំពាក់នេះពីបាក់ពេលទេលោកចាំមកជួយរត់ឲ្យខ្ញុំតិចទេ យ៉ាងម៉េចដឹងមិនក៏សុកនាងឲ្យខ្ញុំជួយរូតអញ្ចឹងកាត់ស្អីមែនទេស្អាតណាស់ លោកចង់និយាយសម្រាប់ពីរំឬមកក៏ជាមនុស្សទេ រោគហើយនឹងនាងហើយនឹងខ្ញុំហើយនឹងនាងសុទ្ធតែសមនឹងគ្នាណាស់តោះកុំឲ្យគេចាំយូរយើងប្រញាប់ទៅវិញទៅ លោកខាអ្នកគឺមានអី អូមានអីទេតោះយកទៅ ចាប់បាន យីយេ យ៉ាងម៉េច គិតថាខ្ញុំនឹងថាបនាងមែនណាគិតថាខ្ញុំនឹងថាបនាងមែនណា គ្មានទេ លើលេងនឹងនាងតែប៉ុណ្ណោះតើយើងហើយ ជួយយេក៏ដោយសារតែនាងទើបខ្ញុំត្រូវគិតមិនដឹងចេញពីគ្រួសារវិញថ្ងៃនេះខ្ញុំនឹងយកជីវិតនាងឲ្យបានអាចចាប់ធ្វើអីវេលីបងនេះល្ងងទេអីស្រីចង្រៃនោះវាមិនស្រឡាញ់បងទេដាក់កំបិតចុះជិះចេញទៅខ្ញុំឲ្យបងចេញថ្ងៃនេះអ្នកណាកំណៃរារាំងខ្ញុំដែរកុំ
វេលីស្រីចិត្តរីមីនឹងសំតម្លៃឲ្យបងលះបងបែបហ្នឹងដែរទេចាប់ពីថ្ងៃនេះតទៅ ចាប់ពីពេលទៅខ្ញុំទស្សនាការពីព្រះនាងម្ចាស់ជួយអ៊ីហើយគឺមិនខ្វល់ថានាងស្រឡាញ់អ្នកណាតែយើងជាសេនាការពីរបស់នាងជារៀងរហូតអីឃ្លានទេអត់ទេវាវិលមករកម្ចាស់ដើមវិញហើយនេះគឺអរគុណលោកហើយអរគុណតែមកម្យ៉ាងទេហើយអញ្ចឹងទៅផ្ដល់ចម្លើយឲ្យខ្ញុំផងហ្វៃលីនបងនឹងខ្លួនបានទេអនសំតោអនគ្រាន់តែចំនួនស្រីធម្មតាគ្រាន់តែចង់រស់នៅដោយសាមញ្ញធម្មតាប៉ុណ្ណឹងប៉ុន្តែហេតុអីមកក៏ទៅជាបែបនេះអនលែងចង់សងសឹកអីទៀតហើយពួកចេះនៅជាមួយគ្នាតល្អទេ
មានមនុស្សស្រីម្នាក់ឈ្មោះថាឈិនអ៊ីកំពុងតែស្រែកហានៅខាងក្រៅថាចង់រកជួយអ៊ីជីឲ្យខ្ញុំទៅចាត់ការនាងទេមិនបាច់ទេនាងជាមិត្តភក្តិរបស់យាអឺធ្វើបាបនេះយាអឺអាចនឹងខូចចិត្តបាទដឹងហើយ មកកាខ្ញុំស្រាប់តែមិននៅទីនេះអញ្ចឹង បើមិនឲ្យនាងនៅទីនេះអញ្ចឹងនាងគួរតែនៅទីណានៅលើក្រេរបស់វៃលីឯង លែកខ្ញុំទេតែប្រហែលថ្ងៃមុនហ្នឹងពួកយើងបានប្រហែលមួយគ្នាថ្ងៃនេះក៏ស្រឡាញ់ខ្ញុំដែរមែនអត់ថ្ងៃនេះស្រឡាញ់ខ្ញុំដែរមែនអត់ណែ បើតើបើជាក្នុងចិត្តខ្ញុំមានប្រុសផ្សេងក៏លោកនៅតែចាំឲ្យខ្ញុំទៀតមែនទេ មែនហើយនិយាយមកថានាងស្រឡាញ់ខ្ញុំ លោកកុំក៏ហៅខ្លួនឯងបប្រាស់ខ្លួនឯងទៀតបានទេ និយាយមកថានាងស្រឡាញ់ខ្ញុំអញ្ចឹងនាងខ្ពើមខ្ញុំតាមមិនដែរទេ ខ្ញុំមិនបានធ្វើលោកទេតែខ្ញុំស្អប់លោក មិនដែរទេអត់ស្អប់ទៅឲ្យតែនាងនៅក្បែរខ្ញុំទៅបានហើយឲ្យតែនាងដើរចេញពីទីនេះនៅថ្ងៃនេះបានកាត់តែមាននៅលើនៅក្នុងរូបថតទាំងសាច់ជាការពិតជាមិនចឹងបានខ្ញុំជឿសាក់មើលទៅ ខើជីននេះលោកស្គត់បានទេលោកស្អប់បែបហ្នឹងមកដូចជាការសម្លាប់សត្រូវហើយហើយបាត់ផ្លូវខ្លួនឯងតែមិនទេ ខ្ញុំអត់ខ្វល់ទេខ្ញុំចង់បានតែនាងម្នាក់គត់ ខ្ញុំប្រាប់លោកម្ដងទៀតចឹងថាខ្ញុំមិនស្រឡាញ់លោកទេ នាងចូលមករកខ្ញុំកាលនេះចង់បានរបស់នេះមែនទេអញ្ចឹងចាំពេលរៀបការហើយខ្ញុំនឹងឲ្យតែនាងចុះ ប៉ុន្តែពេលនេះខ្ញុំឡើងចាំបានវាទៀតហើយខ្ញុំមិនគិតសោះដោយសារតែរឿងនេះដោយសារតែអតីតកាលអស់នេះនៅពេលនេះទៅធ្វើឲ្យមនុស្សដែលខ្ញុំស្រឡាញ់មកត្រូវរងគ្រោះបែបនេះសោះ ឬក៏នាងមិនគិតចង់ដឹងថាប៉ាម៉ាក់បង្ការរបស់នាងនិយាយដាក់នាងយ៉ាងម៉េចខ្លះគិតឲ្យបានច្បាស់កុំប្រញាប់ឆ្លើយតបនឹងខ្ញុំឯងយ៉ាងម៉េចនាងគិតច្បាស់ហើយ
បានខ្ញុំប្រាប់នឹងលោក នាងកំពុងកុហកខ្ញុំហើយតែមិនអីទេនាងកុហកខ្ញុំក៏មិនធ្វើអីដែរនាងសម្រាប់បន្តិចទៀតចុះ ប៉ុន្តែខ្ញុំមានសំណពរមួយ និយាយមក ខ្ញុំចង់ទៅជប់វៃលីម្ដងទៀត បាន នាងនិយាយហើយណានាងត្រូវតែត្រឡប់មកវិញបើធ្វើឲ្យខ្ញុំខ្លាចចិត្តបិសាចដល់សាហាវទេអូនមកវិញហើយតែងអូនមកវិញហើយ អូនមកវិញហើយនេះបងមិនមែនកំពុងជាសពទេអូនពិតជាមកវិញមែនទេបងនឹងច្បាស់ណាស់ថាអូននឹងមកវិញគឺមិនចោលបងទេយីឲ្យតែអូនអាចមកវិញបានទោះជាឲ្យបងរងរបួសរាប់ពាន់រាប់ម៉ឺនដងទៀតក៏បងព្រមអូនកុំចាក់ចេញពីបងទៀតណាបងសូមបងកុំទៅចោលបងទៀតណា
អីយីណែលោកខាយានខ្ញុំសូមសួរលោកថាតើលោកស្ម័គ្រចិត្តរួមរស់ជាមួយនាងអស់មួយជីវិតដោយមិនគិតទុកលំបាកវេទនាឬក៏សុខសប្បាយយ៉ាងណាសុខចិត្តរួមរស់នឹងគ្នាទេខ្ញុំយល់ព្រមប្របីណាស់អ្នកនាងជួយអីជាខ្ញុំសូមសួរអ្នកនាងតើអ្នកនាងស្ម័គ្រចិត្តរួមរស់ជាមួយនឹងគេពេញមួយជីវិតមិនថាសប្បាយរីករាយឬលំបាកឈឺចាប់យ៉ាងណាដែរទេខ្ញុំមិនយល់ព្រមទេបន្តពិធីទៀតបន្តតើនាងព្រមរស់នៅជាមួយនឹងគេដែរទេនាងអ៊ីយេនាងយល់ព្រមទេឯនៅមកទីនេះឲ្យយើងសម្រាប់ឯងទៀតបើសិនជាឯងមិនព្រមដោះលែងនាងទេយើងនឹងសម្រាប់ឯងមុនហើយបើអញ្ចឹងយើងផ្លោះគ្នាទៅហើយអ្នកណាចាត់ការបានមុនបានយើងមកស្លាប់ជាមួយគ្នាទៅយើងអាចស្លាប់ដើម្បីព្រះនាង100 ដងឬ10000 ដងចុះឯងវិញហ៊ានដែរទេឆ្លើយនិយាយភ្លាមមកតើឯងហ៊ានដែរទេខ្ញុំសម្រាប់គេអីខាជីនបើសិនជាលោកចង់សម្រាប់គេនោះចាំក៏សម្រាប់ខ្ញុំមុនទេនាងមិនត្រូវការសំបីតែជីវិតខ្លួនឯងតែដើម្បីវាទាំងនេះក៏អាចដូចគ្នាដែរហើយក៏អាចដូចខ្ញុំដែរពួកយើងទៅពួកយើងទៅផ្ទះយើងវិញ
នេះតែបងយ៉ាងម៉េចហ្នឹង កុំរវល់នឹងខ្ញុំ អីមកក៏បងមានរបស់ចេញអាខ្ញុំមើលមែនចាំខ្ញុំរំរបស់ឲ្យបងផ្លំតាន់ទឹកទៅកលេចអីហើយជួយយីបើមិនឲ្យសាតនាងទេខ្ញុំក៏មិនត្រូវគេបណ្ដឹងចេញពីគ្រួសារវិញមកកិច្ចពួនអាត្មាធ្លាក់ខ្លួនបែបនេះដែរព្រោះតែនាងទៅតែតោលបែបនេះហើយថ្ងៃនេះខ្ញុំត្រូវយកជីវិតនាងឲ្យបានໄວឆេងដោះលែងនាងទៅយើងប្រាប់ឯងហើយតើយ៉ាលោកកំមិនត្រូវរបស់ទេមែនទីនាងនៅតែដូចលើដំបងដែលខ្ញុំបានជួបនាងអញ្ចឹងគឺមានទឹកចិត្ត នេះពួកយើងធ្លាប់ស្គាល់គ្នាពីមុនមក ខ្ញុំតែងតែគិតមួយជីវិតនេះមិនអាចទទួលក្តីស្រឡាញ់ភាពកក់ក្ដៅពីនរណាទៀតទេគឺមានតែនាងទេដើម្បីតែជួយនាងឲ្យខ្ញុំប្រើខឺអ៊ីរារាំងវៃលីព្រោះខ្ញុំគិតថានាងប្រហែលជាអាចស្រឡាញ់ខ្ញុំដែរផ្ទុយទៅវិញខ្ញុំមិនគិតទេថារឿងនេះវាទៅជាកលបចាក់បែបហ្នឹងនាងបានសម្រាប់ប៉ាម៉ាក់ចិញ្ចឹមរបស់នាងតែសំណាងហើយដែលនាងមិនកើតអីនោះតោះទៅនាងបានព្យាយាមគ្រប់មធ្យោបាយដែលនាងអាចធ្វើទៅបានដើម្បីសងសឹកខឺអ៊ីត្រឡប់មកវិញបានដំបូងឡើយខ្ញុំពិតជាចង់តាមដានគឺដើម្បីជួយនាងតែដោយសារចិត្តអាត្មារបស់ខ្ញុំទើបគិតចោលនាងធ្លាក់ក្នុងអន្ទាក់នេះខ្ញុំសុំទោសអីយ៉ាវៃលី អីយ៉ាអីយ៉ាគេបានមកហើយតែលើកនេះតានាងនៅតែជ្រើសរើសយកគេទៀតហើយឬក៏នាងរើសយកខ្ញុំជួយអីយេបើត្រូវស្លាប់ជាមួយគ្នាទៅជួយអីយេបើត្រូវស្លាប់ជាមួយគ្នាទៅស្លាប់ជាមួយគ្នាទៅអីយេវៃលីមកកំចាំមកអីវៃលី អីយេ អន្តរជាតិជាប្រណិបញ្ជាបងមិនអាចបងចាំមកទេ ចាំស្លាប់ជាមួយគ្នាទៅថាមិនត្រូវពួកយើងនឹងជួបគ្នានៅជ័យក្រោយទៀតណា ពួកយើងចេះតែជាមួយគ្នាតល្អទេខ្ញុំមកជួយលោកចេញទេ នាងក៏នៅបារម្ភពីរឿង
ជួយអីជាខ្ញុំក៏អាចស្លាប់ដើម្បីនាងដែរនិយាយពេលហើយកុំចូលទៅអី ខាចេន ខាចេន សៀវអ៊ីសៀវអ៊ីសៀវអ៊ីបងហត់ហើយ អូនសម្រេចចិត្តច្បាស់ហើយហ៎ អូនសម្រាប់ចិត្តច្បាស់ហើយថាត្រូវគ្រប់តាមការតាំងចិត្តរបស់ព្រះអាយកៅរស់នៅឲ្យបានល្អនិងត្រូវតែប្រកបដោយភាពសុខសាន្ត មិនថាអូនជ្រើសរើសយ៉ាងម៉េចទេបងនៅតែជាសនាការពារអូនជារៀងរហូតព្រះនាងរបស់បងនឹងការពារអូនជាព្រះនាងរបស់បង